បាទឥឡូវនេះគឺខ្ញុំធ្វើដំណើរដល់ប្រាសាទនេតាហើយបងប្អូនណាដែលនៅក្បែរប្រាសាទលូនធំនេះប្រាសាទគឺស្ថិតនៅខាងក្រោយខ្ញុំណាបាទបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំដើរទៅលេងប្រាសាទមួយទៀតដែលមានឈ្មោះថាប្រាសាទនេតាណាដែលស្ថិតនៅខាងត្បូងប្រាសាទលូនធំបាទនៅក្បែរគ្នាណាអូប្រាសាទខាងហ្នឹងដូចជានៅល្អគ្រាន់ណានេះប្រាសាទនេតាអូមែនតើបាទតិចស្រឹបដល់ឡើងមកខាងលើនេះប្រាង្គប្រាសាទអូធំមែនទេបងប្អូនណាប្រាង្គប្រាសាទនឹងណាប៉ុន្តែមានសភាពទ្រុឌទ្រោមខ្លាំងមែនទេណានេះកុំតែបានខាអាញាធោយយធ្វើមិនដាក់ទល់ប្រហែលជារលុះធ្លាក់មកក្រោមអស់ណាប្រាសាទនឹងមើលខាងនេះសុទ្ធតែគំនូរដុំអិតទាំងអស់ណានោះទៅខាងជើងដូចជាមួយគំនូរទៀតណាបាទទៅខាងក្រោមឡើងជ្រៅប្រាសាទអ្នកតាបាទកសាងនៅសតវត្សទី9ណានេះនៅក្នុងភូមិឡងធំភូមិក្នុងភ្នំស្រុកស្វាយលើខេត្តសៀមរាបបាទប្រាសាទមួយមែនប៉ុន្តែធំហើយខ្ពស់ទៀតណាម៉ោង2ក្តៅពេកខ្ញុំដើររត់តែម្លប់នេះខាងនេះគឺចំហៀងខាងត្បូងណាប្រាសាទហ្នឹងគឺបែរមុខទៅទិសខាងលិចបាទប្លែកទៀតហើយណាបាទស្ដាយប្រាសាទធំបាក់បែកចិត្តអស់ណាខាងនេះដូចជាទៅប្រាង្គប្រាសាទជ្រៃឬមួយក៏ប្រាង្គប្រាសាទអូឈើទាលណាដោយទៅផ្លូវនឹងឯងនឹងប្រាសាទបួសនាគបាទខ្ញុំចេញពីប្រាង្គប្រាសាទហ្នឹងគឺខ្ញុំទៅលេងទៀតណាថ្ងៃហ្នឹងខ្ញុំត្រូវដើរឲ្យអស់ដែរពួកអីអត់ងាយបានមកលេងទៀតទេណាបាទអាយុកាល1200ឆ្នាំជាងណាប្រាង្គប្រាសាទហ្នឹងពួកឯកសាងតាំងពីចន្លោះឆ្នាំ802ដល់850 អ
ឥឡូវខ្ញុំដើរទៅមើលប៉ាយសិនបាទប្រាសាទអ្នកតាណាកសាងនៅសតវត្សទី9ភូមិមន្លងធំឃុំក្នុងភ្នំស្រុកស្វាយលើខេត្តសៀមរាបបាទប្រាសាទអ្នកតាកសាងអំពីឥដ្ឋឧទ្ទិសថ្វាយព្រះឥសូរបែរមុខទៅទិសខាងលិចបាទជួបនឹងប្រាសាទឡងធំបាទឥឡូវខ្ញុំដើរទៅខាងក្នុងបន្តិចចូលបានអត់ទេនេះបាទជើងតម្រូវប្រព័ន្ធណានៃបងប្អូននៅក្នុងណាមកបាក់បែកអស់បាទកន្លែងហ្នឹងភាជបងប្អូនណានេះឃើញមិនមែនតូចណាប្រាង្គប្រាសាទធំប៉ុន្តែជើងតម្រូវនឹងចិត្តពាក្យកដាណាបងប្អូនចិត្តពាក្យកដាប្រាង្គប្រាសាទហើយជើងតម្រូវហ្នឹងគឺកសាងអំពីថ្មភក់ណាសម្រាប់តួប្រាង្គប្រាសាទគឺកសាងអំពីឥដ្ឋហើយជាមួយថ្មភក់បាទនេះខាងនេះនៅជំនាញខាងត្បូងគឺបាក់បែកអស់បាទខាងកើតគឺនៅសល់បន្តិចណានៅខាងជើងជាមួយខាងលិចគឺនៅសល់ច្រើនប្រាង្គប្រាសាទណាខាងត្បូងបាក់បែកដោយសារតែមានដើមឈើមួយដើមនោះណានេះប៉ុន្តែខាងអាធរកាត់ចោលនៅពេលដែលវាដុះយូរឆ្នាំណាឬវាកាន់តែធំគឺវាចាក់ប្រាង្គប្រាសាទចឹងហើយធ្វើឲ្យប្រាង្គប្រាសាទហ្នឹងគឺរលុះធ្លាក់មកក្រោមបាទដើមឈើភាគច្រើនគឺដើមស្ប៉ុងបាទជាមួយដើមសាឡាវ
ដែលដុះតាម5ប្រាសាទណានេះទិដ្ឋភាពបែបហ្នឹងបើសិនជានៅរដូវវស្សាគឺស្អាតណាស្លឹកឈើលុះខ្ចីប៉ុន្តែឥឡូវចូលដល់ប្រាំងហ្នឹងថ្ងៃហ្នឹងដូចជា38ទៅ39ណាអង្សាសេបាទក្តៅបាទអរគុណច្រើនបងប្អូនកុំភ្លេចជួយមើលវីដេអូខ្ញុំឲ្យបានចប់ហើយខ្ញុំនឹងខិតខំធ្វើវីដេអូនៅក្នុងខេត្តសៀមរាបឬមួយក៏នៅតាមបណ្ដាខេត្តផ្សេងៗបាទអរគុណច្រើនបងប្អូនបាយ